ส่วนในนี้ทางได้คือខ្ញុំនឹងធ្វើការបង្ហាញវីដេអូមួយពីរបៀបនៃការដំឡើងកម្មវិធី Play Store ដែលដំណើរការដោយ Android នឹងចូលមកកុំព្យូទ័ររបស់យើងវាដឹងហើយកុំព្យូទ័ររបស់យើងទិញមកគឺវាអត់មាន Play Store ទេអញ្ចឹងវារឿង down game ហើយដូចជាdown app ផ្សេងៗអញ្ចឹងវារៀងពិបាកបន្តិចអញ្ចឹងដើម្បីស្រួលเนี่ยខ្ញុំណែនាំឲ្យគ្នា down កម្មវិធី Play Store មួយទៅអញ្ចឹងដើម្បី down មកអ្នកគ្នាមើលវីដេអូខ្ញុំវា down មកចប់អញ្ចឹងជាដំបូងអ្នកគ្នាចូលកម្មវិធី Google កម្មវិធី Chrome ក៏បានដែរគ្នាដល់ពេលដែលខ្ញុំចុចពីលើហ្នឹងហើយអ្នកគ្នាsearch ពាក្យដាក់ខ្ញុំចាំ search ពាក្យខ្ញុំអ្នកគ្នាវាយពាក្យថា NOX អ្នកគ្នាវាតាំងមកវាយពាក្យថា Nose Player ដល់ពេលដែលគ្នាវាយហើយអ្នកគ្នាចុចពាក្យថានេះមក search រកទៅមកបន្តមកវានឹងបែបនេះអ្នកគ្នាអ្នកទៅលើគេនេះនឹងអ្នកគ្នាគេឆូតឲ្យមើលណាឆូតប៊ូតុងខៀនហ្នឹងអ្នកគ្នាចុចលើនឹងមួយមកតោះមកនឹងវានឹងនាំអ្នកគ្នាមកទាំងនេះអ្នកគ្នាមិនអូតណាញ៉ៃអ្នកគ្នាចុចពីលើពាក្យថា download នេះមកនេះប៊ូតុងខៀវក្រហមហ្នឹងដល់ពេលចុចលើនឹងមួយវាធ្វើការដំឡើងយើងអ្នកគ្នាមើលសញ្ញាព្រួយខាងឆ្វេងដៃត្រង់ខាងលើហ្នឹងវាកំពុងដំឡើងយើងហើយអញ្ចឹងអ្នកគ្នាដំឡើងពេញសិនទៅដល់ពេលពេញហើយអ្នកគ្នាចុចពីលើវាមកវានឹងធ្វើការនាំអ្នកគ្នាមកចូលក្នុង file យើងនេះអ្នកគ្នាចាំតិចអានេះខ្ញុំដោនរឿងអញ្ចឹងខ្ញុំបាក់ចាំទេអញ្ចឹងខ្ញុំធ្វើការបង្ហាញឲ្យអ្នកពេលអ្នកគ្នាដំឡើងហើយអ្នកគ្នាចុចលើអាហ្នឹងហើយវានឹងលុបមកក្នុង file បែបនេះអញ្ចឹងអ្នកគ្នារើសនេះកន្លែងយើង search មិញហើយ no player ហ្នឹងចុចលើហ្នឹងហើយចុចពីថា open អញ្ចឹងអ្នកគ្នារកចាំតិចនៅពេលដែលនេះចុចពីលើវាហើយវានឹងធ្វើការនាំអ្នកគ្នាគឺដំឡើងនេះអញ្ចឹងកាលនេះអ្នកគ្នាចាំតិចខ្ញុំខ្វែងផ្ទាំងញញតិចដើម្បីឲ្យអ្នកគ្នាងាយស្រួលយល់ដល់ពេលដែលអ្នកគ្នាចុចអ្នកគ្នាចុចពីលើហ្នឹងហើយវាលើកបែបនេះអញ្ចឹងអ្នកគ្នាចុចប៊ូតុងកណ្ដាលហ្នឹងមកបន្តមកធ្វើការដំឡើងតាមមកអញ្ចឹងកាលហ្នឹងវារៀងយូរបន្តិចអ្នកគ្នានៅពេលអ្នកគ្នាដំឡើងពេញហើយវានឹងលោតពាក្យបែបនេះលោតពាក្យថា start អញ្ចឹងអ្នកគ្នាចុចពីថា start នៅពីលើហ្នឹងមកតោះមកវាដំឡើងយើងបានហើយអញ្ចឹងយើងបានកម្មវិធីមួយហើយវានៅឲ្យយើងនឹងបង្កើត Gmail ទៀតGmail ហ្នឹងខ្ញុំបានធ្វើវីដេអូប្រាប់អ្នកគ្នាទេខ្ញុំsẽខំថាអ្នកគ្នាចាស់ហើយបើសិនជាអ្នកគ្នាអត់តន់ចេះបង្កើត Gmail ទេអ្នកគ្នាក៏បានចាញ់ខ្ញុំធ្វើវីដេអូបង្ហាញហើយឡើយនេះគឺថាយើងដោនបានសម្រាប់ហើយថាមានអីទៀតទេអញ្ចឹងខ្ញុំអរគុណអ្នកគ្នាដែលតាមដានវីដេអូខ្ញុំពីដើមមកចប់ហើយខ្ញុំសូមអរគុណអ្នកគ្នាឲ្យអ្នកគ្នាជួបសំណាងល្អសុខភាពនិងក្នុងគ្រួសារសុខភាពល្អអញ្ចឹងតើខ្ញុំក៏ដល់ទីបញ្ចប់ហើយខ្ញុំសូមអរគុណសូមជម្រាបលា